មនុស្សទាំង4ក្រុមនេះមានឱកាសខ្ពស់នៅក្នុងការខូចតម្រងនោមបងប្អូនចំណាយពេលមកស្ដាប់បន្តិចមើលថាតើនៅក្នុងចំណោមមនុស្សទាំង4ក្រុមហ្នឹងមានបងប្អូនទាំងអស់គ្នាអត់បងប្អូនជាមួយនឹងសុខភាពរាងកាយមិនថាខូចតម្រងនោមមិនថាខូចកាពះពោះវៀនឬក៏មានបញ្ហាលើសឈាមទឹកនោមផ្អែមទេវាសុទ្ធតែជាមានមូលហេតុបើនិយាយពីច្បាប់ធម្មជាតិវិញគេហៅថាមានហេតុមានផលបងប្អូនទាំងអស់គ្នាអញ្ចឹងតើតើនឹងការដែលយើងខូចសុខភាពមិនមែននៅសុខវាខូចដោយឯងទេវាសុទ្ធតែមានរឿងរ៉ាវដែលបងប្អូនប្រព្រឹត្តឬក៏ធ្វើសកម្មភាពហ្នឹងឯងថ្ងៃនេះបងប្អូនមកដឹងពីមនុស្សទាំង4ក្រុមដែលគេហៅថាបើសិនជាធ្វើនៅក្នុងសកម្មភាពទាំងអស់ហ្នឹងគឺវាងាយធ្វើឲ្យបងប្អូនគឺខូចតម្រងនោមហើយតែខូចតម្រងនោមហើយសុខភាពរាងកាយបងប្អូនគឺពិបាកនៅក្នុងការរស់នៅខ្លាំងមែនទែនក្រុមទី1ដែលងាយនឹងខូចតម្រងនោមខ្លាំងជាងគេគឺក្រុមមនុស្សដែលចូលចិត្តញ៉ាំអាហារផ្អែមរូបខ្ញុំបាទលើកឡើងថ្ងៃហ្នឹងគឺបងប្អូនជាមួយនឹងបងប្អូនដែលនិយមចូលចិត្តនៅទទួលទាននៅប្រភេទអាហារផ្អែមមិនថាជីនមិនថាឆាមិនថាស្ងោរមិនថាជ្រក់អីទេបងប្អូនអរគ្នាគឺប្រើស្ករទាំងអស់តែម្ដងបងប្អូនសង្កេតឃើញទូទៅនៅតាមទីផ្សារពេលណាដែលយើងទៅញ៉ាំអីមិនថាបាយមីកាទៀវនំបញ្ចុកបាញ់កាញ់បបយទេគឺថែមស្ករទាំងអស់បុគ្គលប្រភេទហ្នឹងគឺងាយនឹងប្រឈមជាមួយនឹងបញ្ហាខូចតម្រងនោមខ្លាំងមែនទែនព្រោះបងប្អូនដឹងហើយតែកាលណាយើងញ៉ាំស្ករច្រើនវាបំផ្លាញនៅប្រព័ន្ធអាំងស៊ូលីនវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាឡើងជាតិស្ករទៅជាជំងឺទឹកនោមផ្អែមហើយតើបងប្អូនមានបញ្ហាជំងឺទឹកនោមផ្អែមហើយមានឱកាសខ្ពស់មែនទែននៅក្នុងការកើតបញ្ហាតម្រងនោមនឹងឯងពលទី2គឺជាក្រុមមនុស្សដែលផឹកទឹកមិនដែលគ្រប់នៅក្នុងមួយថ្ងៃបងប្អូនសង្កេតឃើញមនុស្សជាទូទៅในពេលបច្ចុប្បន្នហ្នឹងគឺសម្បូរខ្លាំងមែនទែនដែលយើងរវល់ការងាររវល់ធ្វើការរកស៊ីអីហ្នឹងយើងអត់សូវបានឆ្លៀតពេលនៅក្នុងការញ៉ាំទឹកទេឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនគឺញ៉ាំទឹកបានតិចមែនតើបងប្អូននៅក្នុងមួយថ្ងៃអាចនឹងបាន1លីត្រឬក៏1លីត្រកន្លះអីហ្នឹងគឺច្រើនបំផុតទេអញ្ចឹងបងប្អូនព្យាយាមញ៉ាំទឹកធ្វើម៉េចឲ្យគ្រប់តាមគីឡូរាងកាយបងប្អូនដែលស្តង់ដាកុំញ៉ាំទឹកអត់គ្រប់ព្រោះតែកាលណាបងប្អូនញ៉ាំទឹកអត់គ្រប់បញ្ហាខូចតម្រងនោមវានឹងមកដង្ហើយបងប្អូនរាល់ថ្ងៃតែម្ដងអញ្ចឹងព្យាយាមធ្វើម៉េចអនុវត្តនៅក្នុងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហើយបងប្អូនដែលកំពុងតែមើលវីដេអូរូបខ្ញុំបានហ្នឹងនៅក្នុងមួយថ្ងៃបានញ៉ាំទឹកប្រមាណដែរកុំភ្លេច comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយផងក្រុមមនុស្សទី3គឺបងប្អូនជាមួយនឹងក្រុមមនុស្សដែលគេហៅថាអាហារដែលសាបគឺហូបមិនដែលឆ្ងាញ់គឺតតែប្រៃបងប្អូនសង្កេតឃើញមនុស្សដែលចូលចិត្តញ៉ាំអាហារប្រៃគឺប្រឈមខ្លាំងមែនទែនទៅលើបញ្ហាសម្ពាធឈាមហើយមនុស្សដែលមានបញ្ហាសម្ពាធឈាមឬគេហៅថាមនុស្សឡើងឈាមហ្នឹងគឺមានឱកាសខ្ពស់នៅក្នុងការមានបញ្ហាខូចតម្រងនោមពេលណាដែលបងប្អូនទទួលទានប្រៃឬក៏ប្រភេទសូដ្យូមនឹងខ្ពស់ចូលទៅក្នុងរាងកាយវាមិនបំផ្លាញតែសុខភាពតម្រងនោមនេះគឺបំផ្លាញរាងកាយបងប្អូនបន្ទូខ្លួនបំផ្លាញសរសៃឈាមបំផ្លាញខួរក្បាលបំផ្លាញខ្ពះវៀនបងប្អូនគឺបន្ទូខ្លួនតែម្ដងអញ្ចឹងបើសិនជាបងប្អូននៅក្នុងចំណោមដែលកំពុងតែមើលវីដេអូហ្នឹងកំពុងតែចូលចិត្តនៅអាហារដែលដិតខ្លាំងអាហារដែលប្រៃខ្លាំងជាយាមកាត់បន្ថយឲ្យមកនៅធម្មតាឬក៏សាបល្មមដែលបងប្អូនអាចញ៉ាំបានព្រោះបងប្អូនត្រូវចាំថាមនុស្សនាពេលបច្ចុប្បន្ននេះមានពាក្យគេនិយាយមួយគេហៅថាបើសិនជាបងប្អូនចូលចិត្តរសជាតិធ្ងន់រសជាតិដិតក៏បងប្អូនមានឱកាសកើតជំងឺធ្ងន់ដូចគ្នាហើយក្រុមមនុស្សទី4ចុងក្រោយគឺក្រុមមនុស្សដែលចូលចិត្តតុបនោមបងប្អូនដឹងហើយពេលណាដែលបងប្អូនតុបនោមយូរវាបង្កឲ្យបងប្អូនចាប់បានមានបញ្ហាជ្រាបជាតិពុលក្នុងផ្លោកនោមវាបង្កឲ្យបងប្អូនចាប់បានមានបញ្ហាតម្រងនោមហើយពេលណាបងប្អូនសង្កេតឃើញពេលណាដែលយើងលិចនោមហើយយើងមិនទៅបាត់ជើងចេញហ្នឹងគឺបងប្អូនតុបយូរទៅវាបង្កឲ្យបងប្អូនចាប់បានមានបញ្ហាទៅជារលាកមានបញ្ហាទៅជាខូចតម្រងនោមដោយអូតូម៉ាទិកតែម្ដងហើយបងប្អូនសង្កេតឃើញពេលណាដែលបងប្អូនតុបនោមពេលដែលបងប្អូនទៅនោមចេញគឺមានអាការៈថាឈឺអ៊ូលនៅក្នុងបង្ហូរនោមយើងតែម្ដងអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែស្ថិតនៅក្នុងចំណោមបុគ្គលទាំង4ហ្នឹងបើសិនជាដឹងថាខ្លួនឯងស្ថិតនៅក្នុងចំណោមទាំងអស់ហើយព្យាយាមផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរសកម្មភាពទាំងអស់ហ្នឹងចេញបើមិនចង់ឲ្យបងប្អូនខូចតម្រងនោមនៅថ្ងៃក្រោយហើយបងប្អូនដែលកំពុងតែមើលវីដេអូហ្នឹងមាននៅក្នុងចំណោមបុគ្គលទាំង4ក្រុមហ្នឹងអត់អាច comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយបាន